សួស្តីបងប្អូនទាំងអស់គ្នាបានមកហូបអ្វីដែរថ្ងៃនេះសម្រាប់ admin ថ្ងៃនេះគឺមានឆាក្តារគ្រឿងសមុទ្រណាបងប្អូនទាំងអស់គ្នាចង់ដឹងពីរបៀបធ្វើនិងគ្រឿងផ្សំមានអ្វីខ្លះចូលមកមើលវីដេអូនេះទាំងអស់គ្នាហើយបើសិនជាបងប្អូនចង់ញ៉ាំតៅហ៊ូសុខភាពតៅហ៊ូធ្វើថ្មីស្រស់ៗរាល់ថ្ងៃកុំភ្លេចកំងពិភេករបស់នាងខ្ញុំណាមួយឈុតតម្លៃតែ4000រៀលតែប៉ុណ្ណោះគឺធានាថាទឹកស្ករថ្មីឈ្ងុយតែម្ដងបងប្អូនជាមួយនឹងតៅហ៊ូដែលធ្វើដោយនាងខ្ញុំផ្ទាល់គឺមិនមានដាក់សារធាតុសាស្ត្រទុកបានយូរទេបងប្អូនធ្វើពីសណ្តែកសៀងណាបងប្អូនទាំងអស់គ្នាជាមួយនឹងរូបមន្តប្រចាំគ្រួសារអញ្ចឹងកុំឲ្យបងប្អូនរងចាំយូរចូលមកមើលមុខម្ហូបរបស់នាងខ្ញុំបន្តទៀតបងប្អូនគឺនាងខ្ញុំដាំខ្ទះក្តៅហើយដាក់ខ្លាញ់បំពងជាមួយនឹងគ្រឿងទេសយើងបានបុកហ្នឹងបងប្អូនគ្រឿងបុកហ្នឹងយើងមានគល់ជីវ៉ាន់ស៊ុយមឹកខ្ទឹមសជាមួយនឹងម្ទេសបងប្អូនចូលចិត្តហឹរខ្លាំងដាក់ម្ទេសច្រើនអញ្ចឹងទៅហើយបងប្អូនកូរវាឲ្យឡើងឈ្ងុយហើយបងប្អូនអាចដាក់ជាមួយនឹងស្ករប៊ីចេងទឹកត្រីទឹកប្រេងខ្យងតាមចំណូលចិត្តបងប្អូនអញ្ចឹងណាចូលចិត្តប្រៃផ្អែមហឹរប៉ុណ្ណាបងប្អូនដាក់ប៉ុណ្ណឹងទៅបន្ទាប់មកបងប្អូនភ្លក់រសជាតិវាជាមុនសិនភ្លក់ទៅថារសជាតិល្មមប៉ុណ្ណាហើយបងប្អូនអាចដាក់គ្រឿងសមុទ្របានហើយក្នុងមុខម្ហូបមុខនេះនាងខ្ញុំប្រើជាមួយនឹងទឹកម្ជូរអំពិលទុំបងប្អូនគឺបែបប្លែកតែម្ដងឆាក្តៅហ្នឹងប៉ុន្តែដាក់អំពិលទុំអញ្ចឹងបងប្អូនភ្លក់មើលទៅជូរប្រៃផ្អែមហឹរបងប្អូនចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបងប្អូនចូលចិត្តដិតដាក់ឲ្យរៀងដិតតិចទេណាបងប្អូនបន្ទាប់មកយើងភ្លក់រសជាតិឃើញថាល្មមហើយចាំបងប្អូនដាក់គ្រឿងសមុទ្រចូលគ្រឿងសមុទ្រហ្នឹងនាងខ្ញុំមានតែ2មុខទេមានបង្គាជាមួយនឹងមឹកអញ្ចឹងណាហើយចំពោះបង្គានិងមឹកហ្នឹងគឺយើងដាក់វាមិនយូរប្រហែលនេះបងប្អូនបើសិនជាយើងឆាវាយូរវាធ្វើឲ្យស្វិតណាបងប្អូនអញ្ចឹងហើយយើងផ្សំគ្រឿងវាមកប្រៃផ្អែមជូរហឹរល្មមហើយបងប្អូនឲ្យដាក់គ្រឿងសមុទ្រឆាត្រឡប់ប្រហែលជា7នាទីទៅ10នាទីទៅជាការស្រេចហើយជាចុងក្រោយហ្នឹងបងប្អូនដាក់តាមម្រះព្រៅទៅគឺថាអែមតែម្ដងរសជាតិបងប្អូនអើយឈ្ងុយណាស់ប្រៃផ្អែមជូរហឹរគឺថាប្លែកតែម្ដងគឺឆាក្តៅគ្រឿងសមុទ្រណាបងប្អូនប៉ុន្តែយើងប្រើជាមួយនឹងទឹកអំពិលទុំគឺថាមួយមុខនេះអែមមែនតែនបងប្អូនញ៉ាំជាមួយនឹងបាយក៏បានញ៉ាំជាមួយត្រជាក់ក៏បានដែរបងប្អូនហើយបើសិនជាបងប្អូនមិនធ្លាប់សាកល្បងទេកុំភ្លេចធ្វើមួយមុខនេះណាហើយបើសិនជាបងប្អូនត្រូវការជាមួយនឹងតៅហ៊ូសុខភាពកុំភ្លេចកំងពី page របស់នាងខ្ញុំណាគឺតៅហ៊ូទឹកខ្ញីស្ករបងប្អូនអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀតណា